បាទនៅថ្ងៃនេះគឺខ្ញុំបាទមាននៅគម្រោងមួយដើម្បីធ្វើការផ្ញើជូនទៅកាន់ម្ចាស់គម្រោងផ្ទាល់ផងដែរដោយឡែកសម្រាប់គម្រោងនេះគឺថ្ងៃនេះគឺខ្ញុំបាទចេញទៅខាងខេត្តពោធិ៍សាត់អញ្ចឹងមុននឹងធ្វើការចេញនៅគម្រោងនេះដើម្បីធ្វើការប្រគល់ជូនទៅខាងម្ចាស់គម្រោងគឺខ្ញុំសូមមកធ្វើការ review បន្តិចទៅលើប្រភេទគម្រោងដែលយើងបានធ្វើការសិក្សាប្លង់ទៅខាងម្ចាស់គម្រោងផ្ទាល់ផងដែរអញ្ចឹងមុននឹងធ្វើការ review ត្រួសទៅលើការងារដែលយើងបានធ្វើការសិក្សាគម្រោងជូនម្ចាស់គម្រោងគឺខ្ញុំសូមពិពណ៌នាបន្តិចទៅលើការសិក្សារបស់ខាងក្រុមការងាររបស់យើងខ្ញុំផ្ទាល់ផងដែរអញ្ចឹងសម្រាប់ក្រុមការងារយើងខ្ញុំគឺមានទទួលសិក្សាប្លង់ស្ថាបត្យកម្មដែលហៅថាប្លង់ architectural ហើយនិងប្លង់ structural ជាមួយនឹងការគណនាគ្រោងបង្គំសំណង់ផ្ទាល់ផងដែរអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានតម្រូវការក្នុងការសិក្សាគម្រោងម៉ូដប្លង់ពុកម៉ែបងប្អូនអាចធ្វើការទំនាក់ទំនងមកខាងក្រុមការងារខ្ញុំបានអញ្ចឹងឥឡូវកុំឲ្យខាតពេលយូរគឺខ្ញុំសូមមកធ្វើការ review ទៅលើប្រភេទគម្រោងដែលយើងបានធ្វើការសិក្សាជូនម្ចាស់គម្រោងផ្ទាល់ផងដែរអញ្ចឹងសម្រាប់សៀវភៅនៅក្នុងដៃខ្ញុំនេះគឺជាសៀវភៅ A3 hard copy ដែលយើងបានធ្វើការ print និងបានធ្វើការកឹបភ្ជាប់សម្រាប់ប្រគល់ជូនទៅខាងម្ចាស់គម្រោងផ្ទាល់ផងដែរអញ្ចឹងសម្រាប់ឯកសារនិងការងារនៅក្នុងនេះគឺជាការងារ detailing គឺជាការងារលម្អិតប្លង់ដែលយើងបានធ្វើការ submit ឲ្យទៅខាងម្ចាស់គម្រោងនៅក្នុងនោះផងដែរម្ចាស់គម្រោងគឺគាត់អត់ចាំបាច់ស្មុគស្មាញច្រើនដើម្បីធ្វើការជជែកជាមួយជាងទេហេតុអ្វីដោយសារតែនៅក្នុងនេះគឺយើងបានលម្អិតទៅលើការងារទាំងអស់ដែលការងារប្លង់សិក្សាលម្អិតទៅតាមការងារជាក់ស្ដែងដែលម្ចាស់គម្រោងគាត់អាចយកទៅពិនិត្យមើលផ្ទាល់ផងដែរហើយសម្រាប់ការ detail និងការលម្អិតទៅលើការងារប្លង់នេះគឺសុទ្ធតែភាសាខ្មែរដែលសម្រាប់ម្ចាស់គម្រោងឬក៏បងជាងគាត់សុទ្ធតែអាចមើលការងារប្លង់បានដូចគ្នាអញ្ចឹងឥឡូវនេះខ្ញុំនឹងទៅធ្វើការ review ត្រួសនៅលើអ្វីដែលយើងបានចង់ធ្វើការចែកចម្លែកខ្លះទៅលើគម្រោងដែលយើងបានធ្វើការសិក្សាប្លង់អញ្ចឹងការងារនៅខាងក្រោយរបស់ខ្ញុំនេះគឺខ្ញុំចង់បង្ហាញអំពីគម្រោងប្លង់ 3D ដែលយើងបានធ្វើការ render ចប់រួចរាល់ដើម្បីរៀបចំទៅនឹងការងារប្លង់របស់យើងហើយនឹងការងារប្លង់ detailing នៅក្នុងការងារ AutoCAD ដែលយើងធ្វើការសិក្សាលម្អិតទៅនឹងការងាររបស់យើងហើយនឹងរូបភាពប្លង់ 3D សម្រាប់ខ្ញុំ rotate ឬក៏ខ្ញុំនឹងធ្វើការបង្វិលចែកជូនទៅកាន់ពុកម៉ែបងប្អូនត្រួសដើម្បីពិនិត្យមើលទៅលើ concept ម៉ូដប្លង់ដែលយើងបានធ្វើការសិក្សានេះផ្ទាល់ផងដែរអញ្ចឹងឥឡូវនេះខ្ញុំទៅធ្វើការចែកចម្លែកទៅលើការងារប្លង់ 3D ដែលយើងបានធ្វើការ render ចប់រួចរាល់បន្តិចដើម្បីធ្វើការឲ្យពុកម៉ែបងប្អូនពិនិត្យមើលបន្តិចអញ្ចឹងខ្ញុំសូមបាទអញ្ចឹងពុកម៉ែបងប្អូនមុននឹងខ្ញុំឈានទៅដល់ការនិយាយអំពីការលម្អិតប្លង់នៃគម្រោងផ្ទះវីឡានេះគឺខ្ញុំសូមណែនាំពុកម៉ែបងប្អូនទៅពិនិត្យមើលការងារប្លង់ 3D ដែលយើងបានធ្វើការ render ដើម្បីធ្វើការប្រគល់ជូននៅខាងម្ចាស់គម្រោងផ្ទាល់ផងដែរអញ្ចឹងសម្រាប់ការងារនៅខាងក្រោយខ្ញុំគឺជាការងារប្លង់ដែលយើងបានធ្វើការ render ចប់រួចរាល់ទៅលើគម្រោងប្រភេទផ្ទះវីឡានឹងផ្ទាល់ផងដែរអញ្ចឹងសម្រាប់នេះគឺជាការងារត្រួសតែខ្ញុំចង់ធ្វើការចែកចម្លែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងឥឡូវនេះកុំឲ្យខាតពេលយូរយើងនឹងទៅពិនិត្យមើលការងារប្លង់ 3D ដែលយើងបានធ្វើការសិក្សានៅលើកម្មវិធី SketchUp ដើម្បីធ្វើការឆ្លងជាមួយនឹងខាងម្ចាស់គម្រោងផ្ទាល់ផងដែរអញ្ចឹងសម្រាប់ការងារនៅខាងក្រៅខ្ញុំនេះដែលខ្ញុំធ្វើការបង្វិលនៅលើការងារប្លង់នេះគឺជាការងារប្លង់ SketchUp ដែលយើងបានធ្វើការដំឡើងទៅលើការងារប្លង់ 3D ដែលពុកម៉ែបងប្អូនអាចពិនិត្យមើលបានទៅលើការងារ 3D ទាំងមូលនៃគម្រោងរបស់យើងផ្ទាល់ផងដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការក្នុងការសិក្សាគម្រោងម៉ូដប្លង់ពុកម៉ែបងប្អូនអាចធ្វើការទំនាក់ទំនងមកខាងក្រុមការងារខ្ញុំបានតាមរយៈលេខទូរស័ព្ទនៅខាងលើវីដេអូនេះផ្ទាល់ផងដែរអញ្ចឹងខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទៅពិនិត្យមើលការងារដែលយើងបានធ្វើការលម្អិតក៏ដូចជាការងារ detail ប្លង់ខ្លះដែលយើងបានធ្វើការចែកចម្លែកទៅកាន់ពុកម៉ែបងប្អូននៅក្នុងវីដេអូនេះផ្ទាល់ផងដែរអញ្ចឹងនៅខាងក្រោយខ្ញុំនេះគឺជាកំបាញនៃការងារសិក្សាប្លង់លម្អិតនៃការងារគម្រោងប្លង់ផ្ទះវីឡានេះផ្ទាល់ផងដែរអញ្ចឹងសម្រាប់អ្វីដែលខ្ញុំសង្កត់ធ្ងន់នៅខាងដើមវីដេអូខ្ញុំចង់បញ្ជាក់ថារាល់គម្រោងប្លង់ដែលយើងបានធ្វើការសិក្សាជូនម្ចាស់គម្រោងនេះគឺសុទ្ធតែសិក្សាដោយអក្សរខ្មែរគឺយើងលម្អិតទៅជាលក្ខណៈអក្សរខ្មែរដែលពុកម៉ែបងប្អូនឬក៏ម្ចាស់គម្រោងឬក៏បងជាងអាចពិនិត្យមើលបានដោយខ្លួនឯងរាល់ការងារប្លង់លម្អិតគឺជាអក្សរខ្មែរបញ្ជាក់ណាពុកម៉ែបងប្អូនអញ្ចឹងសម្រាប់ពុកម៉ែបងប្អូន
ដែលមានចំណាប់អារម្មណ៍ពុកម៉ែបងប្អូនអាចធ្វើការទំនាក់ទំនងបានដើម្បីទទួលយកនៅការសិក្សាខ្លងដែលពុកម៉ែបងប្អូនចង់សាងសង់ផ្ទះរបស់ពុកម៉ែបងប្អូនទៅតាមគម្រោងដែលពុកម៉ែបងប្អូនចង់សិក្សាអញ្ចឹងសម្រាប់ខ្ញុំដូចជាខ្ញុំអត់មានអ្វីច្រើនទេគឺខ្ញុំសូមបញ្ចប់វីដេអូនេះត្រឹមតែប៉ុណ្ណេះហើយក៏សូមអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ផ្ទាល់ផងដែរ